បាទថ្ងៃនេះមកយកផ្លែនងមកជំនួសផ្លែនងទុំមកជំនួសមកបកសម្បកវាខាងក្រៅចេញយើងអាចយកទៅជំនួសគេហៅថាដែកដុសឆ្នាំងឬក៏លាងចាននឹងអីបានបាទហើយងាយស្រួលទេបើសិនបើយើងមានននងទុំបាទននងទុំហើយយើងទុកឲ្យវាស្ងួតសម្បកខាងក្រៅហ្នឹងទៅបាទជួនកាលចាស់ពីមុនគាត់ទុកពូជគាត់ទុកអញ្ចឹងដល់ខែវស្សាមកបានគាត់យកក្របតែម្ដងបាទអញ្ចឹងថ្ងៃនេះគឺដោយសារតែនៅនេះគឺមិនទុកពូជទេដោយសារតែវាតូចពេកអញ្ចឹងខ្ញុំមកបកសម្បកវាចេញដើម្បីយកទៅធ្វើជាជំនួសដែកដុសឆ្នាំងឬក៏លាងចានរបស់យើងនឹងបាទអញ្ចឹងបើសិនបើយើងប្រើផ្លែនងទុំចេះបាទគឺវាងាយស្រួលគឺយើងមិនបារម្ភយើងយកដែកលាងចានដែលពណ៌ជាសពណ៌ខៀវនឹងយើងយកមកលាងហ្នឹងវាអាចដោយសារគេប្រើជាតិគីមីជាតិអីទៅប្រើជាតិពណ៌ជាតិអីមកយើងយកមកលាងចានលាងឆ្នាំងជួនកាលក៏វាអាចនឹងប៉ះពាល់ដល់សុខភាពយើងដែរសារតែឃើញចាស់ពីមុនប្រហែលជា20-30ឆ្នាំមុនមិនដែលប្រើប្រដាប់គេដោះចានឆ្នាំងនឹងទិញពីផ្សារមកទៅគឺគាត់ប្រើតែអាចថាផ្លែនងទុំអញ្ចឹងបាទគាត់ឆ្នៃអញ្ចឹងបាទហើយអត់អស់លុយផងបងប្អូនអត់អស់លុយផងហើយជាយើងនាំគ្នាឆ្នៃប្រើអញ្ចឹងទៅគឺអាចកាត់បន្ថយចំណាយបន្តិចបន្តួចបានផងដែរហើយយើងប្រើឲ្យអស់លទ្ធភាពរបស់ដែលក្នុងស្រុកយើងមានដែរដូចខ្ញុំលើកឡើងអញ្ចឹងចាស់ពីដើមគាត់ប្រើតែនេះទេសំបីតែសម្រាប់លាងដោះឆ្នាំងលាងចានហើយអាចយកមកដោះខ្លួនទៀតផងបាទដោយសារតែវាទន់ល្មើយពេលត្រូវទឹកទៅទន់ស្រួលអត់អីពិបាកទេហើយសម្រាប់ការបកសម្បកវាចេញអីពេលដែលវាទុំហើយស្ងួតល្អអញ្ចឹងគឺដូចខ្ញុំអញ្ចឹងបកដៃមួយចាហៀងដែលដោយសារតែដៃមួយខាងទៀតហ្នឹងគឺកំពុងកាន់ទូរស័ព្ទថតអញ្ចឹងស្រួលទេឲ្យតែវាទុំល្អហើយវាស្ងួតល្អបាទអញ្ចឹងបកអញ្ចឹងទៅបាទវាអត់អីបបាក់ប្រហែលទេឲ្យតែវាទុំតែបើសិនបើវាចាស់វិញវាចាស់ហើយយកទៅហាលទៅស្ងួតវារៀងជាប់បបាក់ហើយស្នូលកណ្ដាលរបស់វាហ្នឹងក៏រៀងស្ដាងដែរអត់សូវល្អអញ្ចឹងទេបាទនេះគឺនងរបស់ខ្ញុំហ្នឹងគឺស្ងួតល្អសារខ្ញុំទៅបេះពីទ្រើងមិនទេបាទទៅបេះពីទ្រើងអញ្ចឹងវានៅហាលថ្ងៃហាលភ្លៀងនេះយូរហេតុដែរអញ្ចឹងវាស្ងួតល្អមែនតើអញ្ចឹងយើងស្រួលបកអញ្ចឹងបាទស្រួលបកអញ្ចឹងហើយដូចខ្ញុំបញ្ជាក់អញ្ចឹងគឺក្របទោះជាមានក្របមើលទៅល្អនៅក្នុងហ្នឹងក៏យើងអត់យកវាទុកធ្វើពូជដែរដោយសារតែយើងមានបាទនេះគឺក្របគឺល្អណែនល្អណាស់ប៉ុន្តែអត់ទុកពូជទេដោយសារតែមានធំដែលយើងទុកពូជបងប្អូនដឹងហើយធម្មតានៅតាមសុខស្រែចកាពេលដែលគាត់ដាំននងមិនថាននងទេដាំបន្លែដាំអីផ្សេងហ្នឹងគឺគាត់ចង់ទុកពូជផ្លែណាមួយគឺគាត់រើសអាណាធំទុកអញ្ចឹងអានេះល្មក់ទេអត់ទុកជាពូជទេបាទអញ្ចឹងគ្រាន់តែខ្ញុំបកសម្បកវាចេញដើម្បីយកស្នូលខាងក្នុងទៅទេដឹងគេហៅអីទេខ្ញុំហៅស្នូលតែម្ដងទៅបាទអញ្ចឹងដើម្បីយកស្នូលហ្នឹងទៅអញ្ចឹងធ្វើដៃពីរម្ដងបាទដៃពីរអញ្ចឹងគឺងាយស្រួលបកអញ្ចឹងទេវាមិនពិបាកអីទេហើយបើសិនបើតាមផ្ទះមួយជនបទយើងឥឡូវក៏សឹងទៅនាំគ្នាឈប់ប្រើនេះហើយគឺប្រើរបស់ទិញពីផ្សារមករបស់អ្នកជិតប្រទេសជិតខាងរបស់យើងអញ្ចឹងបើសិនបើយើងនាំគ្នាប្រើនេះឡើងវិញបាទកាត់បន្ថយរបស់នាំចូលគ្រាន់តែយើងហៅថាដែកដោះឆ្នាំងឬក៏ដោះលាងចានលាងអីយើងក៏អាចឆ្នៃពីរបស់នៅក្នុងស្រុកយើងមានស្រាប់ដែរបាទហើយលើកកម្ពស់ការដាំដំណាំការដាំដំណងឲ្យឡើងវិញទោះជាយ៉ាងណាក៏យើងទុកឲ្យវាទុំពេកទៅគឺអាចប្រើបានច្រើនបែបច្រើនយ៉ាងបាទសរសៃវាហ្នឹងគឺឃើញនៅប្រទេសដូចជាប្រទេសផ្សេងទៀតគេឆ្នៃធ្វើជាអីផ្សេងបានទៀតស្នូកណ្ដាលហ្នឹងដោយសារវាមានសរសៃបាទតែយើងអាចគ្រាន់តែប្រើ
សម្រាប់ដោះឆ្នាំងលាងចានអីគឺយើងអាចប្រើវាមកស្រួលបាទអញ្ចឹងបាទយើងទុក 3-4 ផ្លែអញ្ចឹងទៅទុកវាទាំងសបកអញ្ចឹងទៅពេលអស់មួយប្រើមួយទៀតហើយវាមិនងាយពុកផុយប៉ុន្មានទេដោយសារតែយើងទុកវាទាំងសបកអញ្ចឹងទៅដល់ពេលយើងប្រើអស់មួយយើងបកសបកមកប្រើមួយទៀតទៅបាទនេះគឺក្របវាបាទក្របវាហ្នឹងខ្ញុំយកអញ្ចឹងហើយបាចវាចោលតាមវាលតាមអីទៅវាអាចដោះអាចអីតែដូចខ្ញុំបញ្ជាក់អញ្ចឹងក្របដែលទុកពូជយើងមានផ្លែធំទុកហើយតែខ្ញុំបានថតទេបាទអញ្ចឹងមានននងស្រាលហើយននងប្រហើរបាទមានក្របពេលវាទុំហើយនឹងក្របវាខ្មៅហើយមកប្រភេទទៀតក្របវាសបាទអញ្ចឹងបងប្អូនធ្លាប់ដឹងដោយសារននងវាមានពូជផ្សេងគ្នាបាទតែពូជអីដែរគឺយើងអាចយកមកប្រើបានដូចគ្នាបាទអញ្ចឹងនេះគឺប្រហែលផ្លែនេះគឺបាន4ផ្លែហ្នឹងឯងបាទហើយបាទអញ្ចឹងហើយយើងអាចទុកវាបានយូរហើយទៅពេលលាងចានដោះឆ្នាំងអីអាចយកប្រើបានហើយក៏យើងយកមកដោះខ្លួនអីបានហើយបងប្អូនបើសិនមកបងប្អូនអត់ធ្លាប់ដោះខ្លួនអាចគិតថាយកនេះមកដោះខ្លួនមិនខ្វាចខ្លួនអត់អីទេតិចទុនល្មើយទេពេលត្រូវសាប៊ូត្រូវទឹកទុនល្មើយខ្ញុំចង់បង្ហាញបន្តិចទៀតនងបាទនេះខាងប្រើថាខាងគូតចាស់នឹងហៅអីទេខាងក្រោមមានន័យថាខាងគូតអញ្ចឹងខាងគូតនឹងស្រួលគាត់យើងបេះមកគឺយើងឃើញរុនអញ្ចឹងដែលរុនហ្នឹងគឺជារុនដែលគេផ្ទុកក្របអញ្ចឹងយើងអាចចាក់មកស្រួលអញ្ចឹងពេលដែលយើងទុកជាពូជអីយើងគាត់បេះខាងក្រោយបន្តិចមកបានតែខាងនេះខាងតងខាងក្បាលខាងលើហ្នឹងគឺអត់ងាយស្រួលដូចខាងក្រោមមែនទេនេះគឺបបាក់បាសមែនតើបាទបបាក់បាសហើយអត់មានរុនដើម្បីយើងចាក់ក្របចេញបានទេគឺនៅខាងក្រោយមិញខាងគូតវាហ្នឹងគឺយើងអាចចាក់ក្របមកបានងាយយើងបេះតែកន្លែងដូចស្នាមផ្កាអញ្ចឹងបេះមកស្រួលតែកន្លែងនេះគឺកន្លែងតោនេះគឺពិបាកហើយអត់មានរុនចាក់ទេអញ្ចឹងពីដើមឡើយចាស់គាត់ប្រើទុកដល់ថ្ងៃពូជដល់ថ្ងៃយកទៅដាំគឺគាត់បេះខាងក្រោមមិញតិចហ្នឹងគឺស្រួលចាក់យកតែម្ដងហើយទុកក្នុងហ្នឹងគឺអត់មានខូចពូជហ្នឹងទេសារតែសបកវាហ្នឹងគឺរក្សាឲ្យមានខ្យល់ចូលឲ្យមានអីចឹងទៅបាទអត់មានមេអីស៊ីទេឲ្យតែដូចខ្ញុំចាក់ចឹងឲ្យតែវាស្ងួតល្អកុំឲ្យយើងយកមកទាំងសាមនឹងអីទុកហើយចាស់គាត់ខានតែព្យួរនៅចិត្តចក្រានបាយដើម្បីមានផ្សែងមានអីទៅប៉ះទៅអីទៅកុំឲ្យមានមេមានសបោចអីស៊ីចឹងទៅអញ្ចឹងនេះក្របល្អមែនតើបងប្អូនបាទក្របល្អអញ្ចឹងនៅខាងក្រោយដូចខ្ញុំចាក់អញ្ចឹងយើងគាត់កាច់មកបានបាទអញ្ចឹងលទ្ធផលគឺបាន5ផ្លែបាទទុកខនទុកសម្រាប់ប្រើប្រាស់ជាពិសេសគឺជំនួសដែកដុសឆ្នាំងឬក៏លាងចាននឹងបានហើយក៏សម្រាប់ឲ្យកូនគាត់ដឹងជាពិសេសកូនខ្ញុំហ្នឹងគឺគាត់ដឹងទេថាអានឹងយកមកប្រើជំនួសបានហើយកុំអាងអីយើងតាមពិតនៅផ្ទះនៅជនបទសិក្សាជាការយើងសម្បូរណាប៉ុន្តែដោយសារតែយើងគិតហ្នឹងទៅទិញគេមកស្រួលថោកទៀតប្រហែលដែកដោះឆ្នាំងលាងចាននឹងថោកទេអញ្ចឹងបាច់អីទេទៅទិញគេស្រាប់តែម្ដងតែបើសិនបើយើងនាំគ្នាប្រើប្រាស់ស្នូលផ្លែនងយកមកប្រើយើងអាចកាត់បន្ថយការចំណាយបានមួយចំនួនហើយក៏យើងមិនខ្វល់អំពីថាដែកដោះឆ្នាំងដែលយើងទិញពីផ្សារមកវាមានជាតិគីមីវាមានជាតិពណ៌ជាតិអីពីយើងលាងទៅវាអាចប៉ះពាល់ដល់សុខភាពយើងមិនច្រើនទៅតិចដែរប៉ុន្តែបើសិនបើយើងប្រើរបស់ដែលមានស្រាប់នៅក្នុងផ្ទះនៅក្នុងស្រែក្នុងចការបស់យើងគឺកាត់បន្ថយការចំណាយហើយក៏លើកកម្ពស់ផលិតផលនៅក្នុងស្រុករបស់យើងដែរបាទអញ្ចឹងបើនាំគ្នាប្រើគ្រប់គ្នាទៅបាទយើងនឹងឈប់ប្រើរបស់គេបាទយើងឈប់ប្រើរបស់គេហើយវាមិនខុសគ្នាទេគ្រាន់តែដោះឆ្នាំងលាងចានអីហ្នឹងគឺมันជាបញ្ហាទេគ្រាន់យើងយកមកច្នៃតិចតួចជាការស្រេចបាត់ហើយបាទអញ្ចឹងយើងអាចប្រើបានយ៉ាងងាយបាទអញ្ចឹងនេះមានតែប៉ុណ្្នឹងទេបងប្អូនបាទអរគុណច្រើន